នាងនឹងហើយដែលអ្នកបញ្ជាការកំពុងតែរករូបកាយពិសេសយិនយ៉ាងអាអ្នកម្ចាស់ស្រីអ្នកនេះទោះបីជាស្រីនាងនៃមណ្ឌលយុគប៉ុន្តែមើលទេគ្រាន់តែជាស្ត្រីធម្មតាម្នាក់ប៉ុណ្ណោះព័ត៌មានមិនអាចខុសបានទេយើងគ្រាន់តែទទួលខុសត្រូវក្នុងការយកនាងត្រឡប់ទៅវិញកុំបង្ករឿងរ៉ាវមានរឿងអីដូចនេះប្រពន្ធគ្មានអីទេខ្ញុំប្រហែលជាហត់ខ្លាំងពេកហើយគិតលុយខ្ញុំទៅវិញមកភ្ញៀវទាំងពីរនាក់ស្រូបបំផាយផែនចាហ្វេអាចគិតលុយតាមវិធីផ្សេងបានទេអាចបានកែស្មារតីខ្សោយម្លេះសោះវីរយុទ្ធឯងទៅធ្វើការផ្សេងសិនទៅទីនេះខ្ញុំចាត់ចែងខ្លួនឯងបានតើជុពុកអ្នកទាំងពីរប្រហែលជាអ្នកប្រាយិនយ៉ាងពីព្រះរាជាណាចក្របការមែនទេហាងយើងមិនអនុញ្ញាតឲ្យខ្ចីទឹកប្រាក់ទេសូមពុកអ្នកបងប្រាក់ឲ្យគ្រប់ចំនួនប្រាក់នៅទីនេះមានសមត្ថភាពចូលឯងទទួលយកវាទៅសូមទោសដែលរាក់ទាក់មិនគ្រប់គ្រាន់សូមពុកអ្នកអធិស្ឋានធ្វើការជាមួយអាចបានការម្នាក់ពិតជាបំផ្លាញសមត្ថភាពរបស់ហែងណាស់ប្រសិនបើចង់ផ្លាស់ប្ដូរត្រឡប់មកលោកខ្ញុំបាយតែហេកខ្យល់ធ្វើឲ្យសឹកគ្រាត្រឡប់ភេដាវមួយផ្លាត់ប្រច័នពុំបែកពូពួកគេមកធ្វើអីនៅទីនេះរត់យកឆ្ងាយទៅរត់អតិថិជនតែចង់ញ៉ាំអ្វីឈូយុគស្រីនាងសុកវីរយុទ្ធអ្នកមិនអីទេយុគស្រីនាងអ្នកទើបតាសុកវីរយុទ្ធរឿងនេះខ្ញុំនឹងពន្យល់អ្នកក្រោយមកឡបងប្រុសបងស្រីអ្នកមកទីនេះធ្វើអ្វីបងប្រុសបងស្រីយុគស្រីនាងអ្នកជាជនជាតិព្រះរាជាណាចក្រការខ្ញុំយុគស្រីនាងហាក់ដូចជាអ្នកលាក់បាំងពីផ្ទៃអ្នកច្រើនណោះលាក់បាំងទៅយ៉ាងណាយុគស្រីនាងគឺជាក្រុមគ្រួសារធំទាំង8នៃព្រះរាជាណាចក្រការយុគស្រីនាងប្រសិនបើមិនមែនពេលរដ្ឋពីរៀបការបានជួបគាត់អ្នកលោកមីស្លឹកលួយនេះសំបីតែលើកស្បែកជើងគេក៏មិនគួរដែរខ្ញុំមិនអនុញ្ញាតឲ្យអ្នកជាគាត់ទេអ្នកដែលចំណេញខាងក្នុងហើយខាងក្រៅមានអ្នកណាម្នាក់ចង់យុគស្រីនាងយកទៅវិញមិនគួរឲ្យសង្ស័យទេរូបកាយពិសេសយិនយ៉ាងសមត្ថភាពពិតជាល្អឥតខ្ចោះម្ចាស់ត្រូវការប្រើកម្លាំងយើមិនប្រញាប់ទេមើលទៀតគ្រប់ហើយទាំងអស់គ្នាជាគ្រួសារតែមួយមិនចាំបាច់ធ្វើឲ្យតែនតឹងទេលោកសុកវិលេយុទ្ធប្រសិនបើមានការប្រមាថសូមអភ័យទោសមិនមានអ្វីទេចិនជាតិយើងយកសន្តិភាពជាមូលដ្ឋានដើម្បីទំនាក់ទំនងសន្តិភាពរវាងប្រទេសទាំងពីរយើងត្រូវតែទៅតែសន្និយាយទៅទៀតយុគស្រីនាងនាំផ្លូវមិនអីទេពួកអ្នកត្រឡប់ទៅមុនខ្ញុំទៅបន្ថែមសិនតាមខ្ញុំមក
តាម ពួកអ្នកជួយផ្ដល់ភាពងាយស្រួលខ្ញុំត្រូវបិទទ្វារហើយ ណាក់អត់បានការតែក៏ព្រួយធ្វើជី Day នៃយុគស្រីនាង ទាំងអស់គ្នាជាគ្រួសារតែមួយហេតុអ្វីត្រូវធ្វើឲ្យមិនសប្បាយចិត្តដូច្នេះ អ្នកណាជាមួយអ្នកជំនឿប្ររីជីណាច្រកធំនេះជាគ្រួសារតែមួយណាក់អត់មរណភាពណាក់ចេះគុណ ជីវិតក្រោយនិយាយឲ្យបានល្អ កូនស្រីរបស់គ្រួសារយុគយើងមិនអាចរស់នៅកន្លែងអន់ថោកបែបនេះបានទេស្រីនាងអ្នកត្រូវតែត្រឡប់ទៅជាមួយខ្ញុំមកលើនេះ បងវ៉ាណូ បងស្រីនាង ចាំឲ្យវីរយុទ្ធត្រឡប់មកវិញសិនទៅ មនុស្សអន់ថោកនោះគាត់មិនត្រឡប់មកវិញទេ អណៈនិយាយមិនមានន័យថាម៉េចពុកណាក់បានធ្វើអីចំពោះវីរយុទ្ធពុកណាក់បានធ្វើអ្វីខ្លះ ស្រីនាងអ្នកពិតជាគិតថាខ្ញុំយកវណ្ណនឹងទនុណែតអីអ្នកធម្មតាខ្លាយជាប្តីរបស់ប្អូនស្រីខ្ញុំ ខ្ញុំនឹងទៅរកវីរយុទ្ធ ស្រីនាង ស្រីនាង វីរយុទ្ធអណាមិនអីទេណាហេតុអ្វីបានជាខ្លួនណាក់មានធៀមច្រើនម្លេះ ខ្ញុំមិនអីទេវាជាឈាមរបស់អ្នកដទៃទាំងអស់បងងនេះបងស្រីនាងហេតុអ្វីបានជាពួកអ្នកមើលខ្ញុំដូចជាឃើញខ្មោច លោកសុខហេតុអ្វីបានជាអ្នកត្រឡប់មកតែម្នាក់ឯងសិស្សរបស់មណ្ឌលយុគក៏យើងទៅណែអស់ហើយ នៅតាមផ្លូវដែលខ្ញុំត្រឡប់មកភ្លាមក៏ជួបក្រុមមួយផ្សេងទៀតដែលកាន់ដាហើយក៏បានប៉ះទង្គិចគ្នាមានតែខ្ញុំម្នាក់គត់ដែលត្រឡប់មកដល់ពួកអ្នកប្រហែលជាមិនទាន់បានហូបអីទេណាខ្ញុំទៅធ្វើ អ្វីដែលពួកយើងចង់ហូបអ្នកទិញមិនអស់ទេបងស្រីនាងខ្ញុំនិយាយខំមែនទេគិតទៅពួកយើងបានប្រើថាមពលគ្រួសារទាំងមូលដើម្បីជួយអ្នកឲ្យរួចផុតពីរណ្ដៅភ្លើងរបស់គ្រួសារព្រះមិនបាច់និយាយថាឲ្យអ្នករស់នៅយ៉ាងល្អប៉ុណ្ណាប៉ុន្តែក៏មិនដល់ថ្នាក់ដែលត្រូវឲ្យអ្នកមកកន្លែងដាច់ស្រយាលនេះហើយរៀបការជាមួយអ្នកលោកមីអន់ថោកម្នាក់នេះទេ កញ្ញាយុគព្រះរាជាណាចក្រធំយើងដែលមានទឹកដីធំធេងធនធានសម្បូរបែបមិនអាចនិយាយថាយឺតយ៉ាវដោយអ្នកនិយាយបានទេមនុស្សមានសិទ្ធិចេះគោរពវិន័យហើយក៏មិនអាចនិយាយថាអន់ថោកដោយអ្នកនិយាយបានដែរ វីរយុទ្ធនិយាយត្រឹមត្រូវហើយព្រះរាជាណាចក្រធំល្អណាស់ហើយខ្ញុំក៏ចូលចិត្តជីវិតបច្ចុប្បន្នរបស់ខ្ញុំដែរសូមពុកណាក់កុំជ្រៀតជ្រែកទៀតអី ខ្ញុំគិតថាអ្នកទាំងពីរប្រហែលជាមិនសាំអាហារក្នុងស្រុកយើងទេខ្ញុំទៅទិញមកខ្លះអ្នកថៃរសាបងឲ្យល្អណាស់ ព្រះរាជាណាចក្រធំរបស់ពួកអ្នកបិទបាំងអស់រាប់ឆ្នាំមកហើយវិជាក្បាច់កាប់បាត់បងអស់ហើយបងស្រីខ្ញុំគឺជាកញ្ញានៃមណ្ឌលយុគអ្នកដែលត្រូវរៀបការត្រូវតែជាមនុស្សដ៏តង់គួរដាំអ្នកដែលគ្មានសមត្ថភាពខាងគុណអន់ថោកបែបនេះមិនសមនឹងប្អូនស្រីខ្ញុំទេ អ្នកកំពុងលេចនៅពេលវេលាចេញនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលវិជាក្បាច់កាប់ព្រះរាជាណាចក្រធំរបស់យើងបានរក្សាភាពស្ងៀមស្ងាត់មកដល់ពេលនេះការសង្ស័យទាំងអស់គ្មានអ្វីក្រៅពីសម្លេចឆ្កែទេថ្ងៃនេះខ្ញុំចូលនៅទីនេះគ្មានអ្នកណាអាចបំពេញលើស្រីនាងបានទេ ហើនិយាយស្ទេលល្អជាងច្រៀងអ្នកមានអ្វីដើម្បីការពារឆ្នាំងចានស្លាបព្រាអេ ប្រសិនបើពិតជាជួបគ្រោះថ្នាក់ដាវរបស់ខ្ញុំក៏មិនទាន់ពិតជាមិនមុតដែរដៃគុណរបស់ខ្ញុំក៏មិនទាន់ពិតជាមិនលឿនដែរ ឯងអាអ្នកលោកមីគ្មានសមត្ថភាពនេះចេះតែកាត់កំបិតតិចតួចហើយហ៊ានមកប្រកួតគ្នាលើគុណវត្តឯងក្បត់ចិត្តធំមែនតែន សុកវីរយុទ្ធនិយាយជាមួយពួកគេមិនយកព្រមទេឯងទៅមុនចុះទីនេះខ្ញុំនិយាយពន្យល់គេ អរគុណ អ្នកនេះវិញមានចិត្តខ្ពង់ខ្ពស់បន្តិចស្ទាយតែគាត់គ្រាន់តែជាមនុស្សសាមញ្ញ បងប្រុសនិងបងស្រីខ្ញុំដឹងថាពូបងមើងងាយសុកវីរយុទ្ធប៉ុន្តែក្នុងជីវិតនេះខ្ញុំប្រកាសចិត្តលើគាត់ហើយនាពេលអនាគតខ្ញុំចង់នៅជាមួយគាត់តែម្នាក់ឯងរស់នៅជីវិតស្ងប់ស្ងាត់ នាងអូនបងយោនៃរបស់នាងហើយតែការពីពេលមុនពេលដែលជួយនាងលុតពីការរៀបការជាមួយគ្រូសាព្រះនោះសន្តិភាពសម្រាប់ពួកយើងលែងមានទៀតហើយ ន
នេះ ការពីជួយនាងលត់ចេញពីព្រះរាជាណាចក្រកម្មគ្រូសាប្រកោបានមកក៏រំខាននៅទីវឹកហត់របស់យើងច្រើនដុំបន្ទាប់មកក៏បានចេញប្រកាសរកនាងដោយតរង្វាន់នេះធ្វើឲ្យពួកយើងធ្វើមិនបាន ប៉ុន្តែគ្រូសាព្រះមិនតែងតែខ្លាចគ្រូសាយុគក៏របស់យើងទេហេតុអ្វីបានជាហ៊ានក្រអ៊ូតក្រតំលេះ ឥឡូវនេះការពិតគឺខុសពីមុនហើយគ្រូសាព្រះមិនដឹងថាពីកន្លែងណាបានរកឃើញសុខវីរយុទ្ធគម្រោងកម្មពិតយមរាជដែលនៅសល់តែផ្នែកខ្លះបន្ទាប់ពីរៀនហើយកម្លាំងកើនឡើងយ៉ាងខ្លាំងពួកយើងលែងជាគូប្រជែងរបស់គេទៀតហើយ ឥឡូវនេះមានតែសុខវីរយុទ្ធទើបអាចជួយគ្រូសាយុគរបស់យើងបានតែជាការវត្តចិត្តនោះសុខវីរយុទ្ធបានបាត់ខ្លួនយូរហើយពួកយើងឥឡូវនេះរកទីពឹងគ្មានភ្លើក្រៃពីត្រូវមកដល់នាងមុន ដល់ពេលហើយអាល់ពូគេបានឃើញម្ដងទៀតថាតាវិជាកັບចាប់ព្រះរាជាណាចក៏ធំជាបែប បងប្រុសនិងបងស្រីខ្ញុំមិនដឹងថាមានមូលហេតុជន់នេះទេខ្ញុំជាអ្នកទទួលខុសត្រូវចំពោះពួកបង យុគក៏ស្រីនាងគ្រូសាគ្នាមិនចាំបាច់និយាយពាក្យច្រើនទេឥឡូវនាងត្រូវតែរៀបចំរបស់របរអរហោះហើយត្រឡប់ទៅជាមួយពួកយើងមុននេះសុខវីរយុទ្ធបាននិយាយថាមានគេសម្លាប់សិស្សរបស់យើងខ្ញុំស្មានថាគឺជាមនុស្សពីគ្រូសាព្រះ មែនហើយរឿងក្រោយមកពួកយើងនឹងគិតផែនការទៀតឥឡូវនេះនាងត្រូវតាមពួកយើងចាក់ចេញពីទីនេះមុន ប៉ុន្តែសុខវីរយុទ្ធ យុគក៏ស្រីនាងឥឡូវនេះជាពេលណាហើយនាងនៅតែគិតពីអ្នកគ្មានសមត្ថភាពនោះធ្វើអ្វីពួកឯងពីរអ្នកជាមនុស្សពីរពិភពខុសគ្នាមិនអាចនៅជាមួយគ្នាអស់កលឹបជានិច្ចបានទេនាងត្រឡប់មកជាមួយខ្ញុំ ញាក់ណានៅចង់រត់ទៀតឬសុបិន យុគស្រីនាងនិងពួកគេប្រឈមមុខនឹងច័ន្ទពិសិដ្ឋគ្មានឱកាសឈ្នះទេម្ចាស់ត្រូវការឲ្យពួកយើងចេញដៃទេ មិនបាច់ទេច័ន្ទពិសិដ្ឋនេះហែងក៏ស្ថិតនៅក្នុងបញ្ជីរបស់ពួកយើងដែរចងចាំឆ្កែជីងកញ្ជ្រៀវ ចន្ទពិសិដ្ឋអ្នកធ្លាប់មកដោយខ្លួនឯង 1 ឆ្នាំខ្ញុំបានស្វែងរកអ្នកអស់1ឆ្នាំទាំងមូលបើមិនមកដោយខ្លួនឯងខ្ញុំអាចព្រមចិត្តបានយ៉ាងណា គ្រូសាព្រះរបស់ពួកអ្នកធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងបង្កើតចំនួនពីស្ពេញគ្រូសាយុគក៏របស់ពួកយើងជឿនលឿនលើសន្តិភាពពិតជាមិនមែនជាមនុស្សដូចគ្នាទេហេតុអ្វីត្រូវតែជាប់ជំពាក់ យុគស្រីនាងពិតជាសាមញ្ញណាស់ផលប្រយោជន៍នៃការរួមគ្នាវាងគ្រូសាទាំងពីរឆ្ងាយជាងការស្រមៃរបស់អ្នកគ្រូសាយុគធ្វើឲ្យខ្ញុំបាត់បង់មុខមាត់ទាំងស្រុងត្រូវតែចំណាយថ្លៃ ខុសកន្លង សុបិនខ្លាំងកំផុតត្រីស្លប់ហើយសំណាញ់រហែក អូបន្ទាប់មកសាកមើល វេដា នេះគឺជាអ្វីដែលខ្ញុំបានទទួលពីមេដឹកនាំអាស៊ីខាងកើតក្នុងវិធីសាស្ត្រដាវហ្វានឈូនបានយកឃើញនៅចំណាត់ពួកអ្នកមិនមែនជាគូប្រជែងរបស់ខ្ញុំទេ ហ៊ានធ្វើរបួសបងប្អូនខ្ញុំយកជីវិត បងស្រីកុំប្រញាប់ប្រញាល់ ពិតជាកកុយណាស់ សុខវីរយុទ្ធ សុខវីរយុទ្ធត្រឡប់មកផ្ទះនៅពេលនេះតាមសភាពចិត្តរបស់ច័ន្ទពិសិដ្ឋគាត់ពិតជានឹងយកជីវិតគាត់ជាមិនខានខ្ញុំមិនអាចរឿងបែបនេះកើតឡើងបានទេ អរគុណព្រះភោជនីយដ្ឋានជើងខ្ពស់មិនទាន់បិទទ្វារឱកាសល្អសម្រាប់ឯបងធំរបស់យើងផ្លាស់ផងមហូបព្រះរាជាណាចក្រការនៅទីនេះរបស់យើង ទីនេះគ្រោះថ្នាក់មែនសុខវីរយុទ្ធឯងត្រឡប់មកធ្វើអី យើងមិនបាននិយាយគ្នាទេថានឹងរៀបចំពិធីទទួលបងធំនិងបងស្រីឯងភ្លេចទាំងអស់ហើយនេះគឺជាម្ហូបស្រស់ពីភោជនីយដ្ឋានជើងពងសូមបងធំបងស្រីទទួលយកនៅការគោរពទេសាក់អលយំមើ សុខវីរយុទ្ធឯងខួរក្បាលមានបញ្ហាហើយឥឡូវជាពេលណាហើយនៅតែគិតតែពីការស៊ី សុខវីរយុទ្ធរឿងនេះជារឿងក្នុងតែខ្ញុំមិនពាក់ព័ន្ធនឹងឯងទេចាក់ចេញពីទីនេះទៅសព របស់ទាំងអស់ក្នុងផ្ទះនេះសុទ្ធតែខ្ញុំធ្វើដោយដៃរបស់ខ្ញុំផ្ទាល់ប្រសិនបើពួកអញបំផ្លាញវាពិតជាគួរឲ្យស្ដាយណាស់
មិនគិតថាយុគស្រីនាងទីបំផុតនឹងរៀបការជាមួយប្តីដែលល្ងងខ្លាយដោយជ្រូកបែបនេះជិតស្លាប់ហើយសំបីតែរត់គេចក៏មិនចេះដែរ រត់អេងកំពុងនិយាយពីខ្ញុំ មិនឆាយពូជ្រូកពីព្រះរាជាណាចរដ្ឋមិនស្ដាប់តែពាក្យមនុស្សសើ ពួកអេងតែងតែនិយាយថាខ្លួនអេងជាប្រទេសដែលមានវប្បធម៌តែដឹងតែសៀលធំតូចតាចតែគ្មានយុទ្ធធំបំផ្លាញតែខ្ញុំធ្វើបុស្ផរិយាខ្ញុំនិងគ្រួសាររបស់នាង អញ្ចឹងមិនទៅបើមានសមត្ថភាពឯងមកសម្លាប់ខ្ញុំមក ខ្ញុំឲ្យពេលអេងបេលេហប់ពុកជង្គង់សូមទោសភរិយាខ្ញុំបើមិនដូច្នោះទេសម្លាប់មិនអើពើ ម៉ត់ធំមែនតែន បេ ឥឡូវនេះម៉ោងម៉ានហើយនៅតែលេងល្បែងពីដើមនោះទៀត ចន់ពិសិដ្ឋបដ ாய் ខ្ញុំគាត់គ្មានទោសទេតើត្រូវធ្វើយ៉ាងម៉េចតើអ្នកទៅតែព្រមឈប់ ខ្ញុំចូលចិត្តនិយាយជាមួយអ្នកឆ្លាតបែបនេះមុនថ្ងៃស្អែកពួកអ្នកត្រូវតែប្រកល់ទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារយុគឲ្យពួកយើងហើយពួកនាងទាំងពីរនាក់ត្រូវចាំជួយខ្ញុំមួយយប់ ចេតាក្រៈ ពី បងប្រុសនៅណាម្នាក់សុកវីរយុទ្ធបរិះនេះគ្មានភាពជឿទុកចិត្តទេពួកយើងទាំង3នាក់ចូលរួមគ្នាសម្រាប់ឈួតនេះចេញ លោកបំបត្តិពួកគេ វង មួយ លេខពេលកន្លងផុតទៅហើយពួកអេងថ្មីនេះម្នាក់ក៏គ្មានផ្លូវរត់ដែរ អីហេតុអ្វីបានជានិយាយពាក្យដ៏ខលខំនេះ ខ្ញុំបាននិយាយហើយពេលជួបគ្រោះថ្នាក់ហេតុអ្វីខ្ញុំមិនអាចចេញដែរបាន នេះ ឆ្នាំមុនខ្ញុំបានខ្លាយជាម្ចាស់ក្បាច់គុណប្រឡាក់ឈាមច្រើនពេកចង់ដាក់កាំបិតនេះឲ្យនៅក្នុងស្រោមប៉ុន្តែពួកអ្នកបញ្រុញច្រើនថ្ងៃនេះខ្ញុំនឹងប្រើឈាមពួកអ្នកដើម្បីដាក់កែមវី ហាឯងខំប្រឹងម្លេះគ្រាន់តែដកកាំបិតដ៏ចាស់មួយនេះចេញខ្ញុំឃើញកាំបិតតែងប្រហែលជាកាត់បន្លាយក៏មិនលួយទេ កាលពីមុនខ្ញុំមានសិស្ស3000នាក់សមត្ថភាពពួកអ្នកសូម្បីតែឲ្យគេយកទៅហាត់ក៏មិនគ្រប់គ្រាន់ទេ ដោយសារឯងចង់ស្លាប់យ៉ាងច្បាស់ខ្ញុំនឹងឲ្យឯងមើលឃើញភាពអស្ចារ្យនៃក្បាច់កាំបិតព្រះរាជាណាចក្រផ្កាសម្រាប់វាឯងគ្រាន់តែជាអ្នកដាំដុះហេតុអ្វីបានចេះក្បាច់កាំបិតបែបនេះសម្រាប់វាដល់វេនែនហើយ ស្លាប់ទៅយ៉ា តម្លៃចំឲ្យពួកអ្នកស្លាប់យ៉ាងសប្បាយឥឡូវឃើញតែគ្មានតម្រូវការនោះទេ អន្តសេ ប្រយ័ត្ន ជ្រូកព្រះរាជាណាចក្រធំស្លាប់ទៅ Awake.
និយាយពីក្បាច់កំបាត់កុំភ្លេចព្រះរាជាណាចក្រធំយើងពិតជាបុព្វបុរសច័ន្ទពិសិដ្ឋយ៉ាងណាក៏ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងគេចំណាត់ថ្នាក់លេខ10នៃព្រះរាជាណាចក្រផ្កាក្នុងចំណោមអ្នកខ្លាំងគេចំណាត់ថ្នាក់លេខ10នៃប្រទេសចំណោទអស្ចារ្យណាស់ត្រូវបានគេវាយចាញ់យ៉ាងងាយស្រួលម្ល៉េះមនុស្សនេះតើជានរណា អញធ្វើប៊ូសប្រពន្ធខ្ញុំនឹងមិនឲ្យអញស្លាប់ដោយងាយស្រួលទេវាស្រួលពេកហើយសម្រាប់អញ គាត់ចេះកាប់ដាវដែរ ឯងតាំងពីដំបូងមកកំពុងតែធ្វើជាខ្សោយតែក្នុងចិត្តគិតធ្វើជាខ្លាំង ខ្ញុំបានផ្ទាល់ឱកាសស្លែងហើយឯងខ្លួនឯងមិនចេះទទួលស្គាល់តម្លៃទេ ឯងចេះកាប់ដាវទៅយ៉ាងណារាល់ឆ្នាំមនុស្សដែលស្លាប់នៅក្រោមកាប់ដាវទ្វេបែបរបស់ខ្ញុំគឺមិនអាចរាប់បានទេឯងមិនទាន់គ្រប់គ្រាន់ទេ សុខវីរយុទ្ធកាប់ដាវទ្វេបែបរបស់គាត់បានកែប្រែមកពីស្នាដៃរបស់មេដឹកនាំអាស៊ីខាងកើតគឺវិធីកាប់ដាវហ្វាំងឈុនខ្លាំងណាស់ឯងត្រូវប្រុងប្រយ័ត្នណាស់ យុគស្រីនាងឯងកុំបារម្ភពួកអញទៅក្នុងបន្ទប់គេងសិន តើបន្ទប់គេង ក្រោមក្រៃនៅក្នុងបន្ទប់គេងមានថ្នាំពុករហមថ្នាក់ពោះពួកឯង3នាក់ព្យាបាលរបួសសិនពេលពួកឯងពាក់ការពាររួចហើយគាត់នឹងស្លាប់ហើយ លោកសុបអេឡូនេះមិនមែនជាពេលមើលងាយស្ទើរទេ គាត់មិនទាន់គ្រប់គ្រាន់ខ្លាយជាស្ទើរខ្ញុំទេ គិតស្រមៃគឺល្អណាស់តែថ្ងៃនេះអ្នកត្រូវតែស្លាប់ជាមិនខាន សុខវីរយុទ្ធ អាក្បាត់អ្នកចេះតែគេជឿឯង ដាវរបស់អ្នកមិនលឿនទេក៏មិនខ្លាំងដែរ ឲ្យខ្ញុំបង្រៀនអ្នកវិញទេ ពីប៊ីប្រាបាដាវហ្វាងឈូនល្បីល្បាញខាងភាពលឿនការវេទី1វេឆ្អឹងជំនាញការវេទី2វេស្មាតឆ្វេងវេត្រង់ផ្លើចុងក្រោយវេដង នេះគឺកំណែដើមនៃវិធីដាវហ្វាងឈូនអ្នកធ្វើម៉េចបាន កាលពីមុនខ្ញុំបានបង្កើតវិធីដាវហ្វាងឈូនដោយខ្លួនឯងដែលត្រូវបានបង្កើតឡើងដើម្បីជួបជាមួយវីរបុរសទាំងឡាយ វិធីដាវដែលបង្កើតដោយខ្លួនឯងអ្នកគឺជាសុខវីរយុទ្ធ ពេលវេលាបានផ្លាស់ប្ដូរខ្ញុំបានបង្កើតរួចហើយវិធីដាវដែលខ្លាំងជាងនេះដែលជាព្រះរាជាណាចក្រការរបស់ពួកអ្នកចាត់ទុកវាជារបស់មានតម្លៃការកើតឡើងយ៉ាងសំខាន់ឲ្យវាជូនអ្នកទៅដល់ផ្លូវចុងក្រោយចុះពីអ្នកមើលលក្ខខណ្ឌគ្រប់គ្រាន់ហើយគួរតែចេញមកបានហើយពុកណាក់ម្ដងទៀតហើយចង់ធ្វើអីមេតា អ្នកស្រីយុគស្រីនាងកុំខឹងខ្ញុំឈ្មោះចន្ទារាជនេះគឺជាសេរីរបស់ខ្ញុំសុកម៉ាលីពួកយើងមកពីសមាគមឥទ្ធិពលយិនយ៉ាងនៅព្រះរាជាណាចក្រផ្កា ស្មោកមុតពលយិនយ៉ាងគឺជាការប្រមូលផ្ដុំអ្នកប្រាជ្ញពលយិនយ៉ាងទាំងអស់នៅព្រះរាជាណាចក្រផ្កាហើយខ្លាយជាមួយសមាជិកអាចហៅសេរីស្មោកមុតពលយិនយ៉ាងដែលអាចផ្លាស់ភ្នំពេញសមុទ្រមិនបានបាត់រូបរាងយូរហើយមែនទេ ការបាត់រូបរាងគ្រាន់តែជារូបរាងក្រៅប៉ុណ្ណោះពួកយើងគ្រាន់តែមិនចង់នៅជាមួយពួកមនុស្សសាមញ្ញដូចពួកអ្នកទៀតទេយុគស្រីនាងអ្នកគឺជារូបកាយពិសេសយិនយ៉ាងដ៏កម្រនៅលើโลกនេះ
សមាគមធិពលយិនយ៉ាងរបស់យើងមានបំណងចង់អភិវឌ្ឍអ្នកទៅជាមួយពួកយើងម្ដងទៅ ពីរអ្នកនេះខ្ញុំធន់ហើយនឹងជីវិតច្បាំងគ្នាសម្រាប់គ្នាសូមទោសខ្ញុំមិនអាចធ្វើតាមបានទេ យុគស្រីនាងអ្នកប្រកាសហើយឬពេលប៉ុន្មានឆ្នាំមកនេះសមាគមធិពលយិនយ៉ាងរបស់យើងតែងតែសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពចូលរួមជាមួយពួកយើងមិនត្រឹមតែទទួលបានអំណាចខ្ពស់បំផុតប៉ុណ្ណោះទេប៉ុន្តែនៅមានទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ទៀតផង ស្រីនាងស្មោកមុតពលយិនយ៉ាងមានអំណាចខ្លាំងអ្នកមានឱកាសចូលរួមក៏ជាឱកាសមួយដែរ យុគក៏វណ្ណងខ្ញុំបានសម្រេចចិត្តហើយខ្ញុំគ្រាន់តែចង់នៅជាមួយសុខវិរយុទ្ធរស់នៅជីវិតស្ងប់ស្ងាត់ ពីរអ្នកនេះប្រពន្ធខ្ញុំបាននិយាយច្បាស់ណាស់ហើយសូមត្រឡប់ទៅវិញ ហឺមនុស្សសាមញ្ញម្នាក់ការសន្និរបស់ពួកយើងអ្នកមានសិទ្ធិចូលរួមដែរឬម៉ាលីឲ្យវាឃើញពណ៌ខ្លះទៅ បង stop អាសម្រាប់ខ្លួនឯងទៅ សុខវិរយុទ្ធពីភូមិនោះសិនចិត្តអ្នករបស់ខ្ញុំហេតុអ្វីបានជាមិនមានធ្វើពលណាទៀត គ្រាន់តែជាល្បិចតូចតាចប៉ុណ្ណោះចំឲ្យខ្ញុំធ្វើអ្វីបានខ្ញុំចង់លេងជាមួយពូណាមិនគិតថាពូអ្នកយកជាការពិតមែនខ្ញុំនិយាយម្ដងចុងក្រោយសូមពូអ្នកចាក់ចែង ពិតជាគិតថាខ្ញុំមកដោយសេចក្តីគោរពដើម្បីអញ្ជើញពួកអ្នកមែនឬប្រសិនបើយុគស្រីនាងមិនត្រឡប់ទៅជាមួយពួកយើងទេគ្រូសាយុគរបស់ពួកអ្នកនៅថ្ងៃស្អែកនឹងលែងមានទៀតហើយ ពីដើមចំឲ្យពូណាអ្នកសល់មុខមកខ្លះឥឡូវនេះឃើញថាគ្មានចាំបាច់ទេ កុំធ្វើឲ្យវិហួហេតុយិនយ៉ាងស៊ីអាចប្រើប្រាស់ធាតុទាំង5បានគេមិនមែនជាមនុស្សធម្មតាទេវាមិនមែនដោយសារតែអញចេះកាន់ដាបណ្ឌិតបណ្ដួលនោះទេហើយអាចយកឈ្នះគេបាននោះទេ យុគស្រីនាងការចូលរួមស្មែកមិត្តពលយិនយ៉ាងក៏មិនមែនជារឿងអាក្រក់ដែរដើម្បីគ្រូសាសុំគិតមើល គ្មាននរណាម្នាក់អាចបង្ខំយុគស្រីនាងឲ្យធ្វើអ្វីដែលនាងមិនចង់ធ្វើនោះទេឥឡូវនេះយើងនឹងសម្លាប់ពួកអែមពាក្យសម្ដីរបស់ហាងនឹងលែងមានទៀតហើយ មនុស្សសាមញ្ញក៏ហ៊ានប្រឆាំងនឹងអំណាចព្រះដែរឬទេមានរបៀបខ្លះហើយភ្លើង គូជញ្ជាំង អូអាក្រក់ហើយសុខវិលយុទ្ធមិនមែនជាគូប្រជែងរបស់ពួកគេទេ រៀបណែងស្លាប់យុគស្រីនាងក៏នឹងទៅជាមួយពួកយើងដូច្នេះសូមទៅហើយអើវិរយុទ្ធ យុគស្រីនាង ខ្សោកាត់ភ្លើងគេឈួតហើយមែនទេណែណែមិនអាចទេ អូនជាឈ្មោះអាក្រក់មួយហើយ ចាំចាស់ខ្ញុំសម្លប់អូនណាខ្ញុំត្រូវតែផុតឈាមអូន រំចាំក្នុងជាតិក្រោយទេ ញីអាចធ្វើឲ្យម៉ាលីរបួសធ្ងន់បែបនេះខ្ញុំមើលងាយអូនហើយប៉ុន្តែអូនក៏ត្រូវឈប់ត្រឹមនេះដែរខ្ញុំនឹងសម្លាប់អូនដោយខ្លួនឯងខ្ញុំបានបន្ថែមធាតុមាសទៅលើខ្លួនឥឡូវគ្រឿងអាវុធណាក៏ដោយមិនអាចធ្វើអ្វីខ្ញុំបានទេបាននិយាយជាមួយអូនហើយ
របៀបទាំងនេះគ្មានប្រសិទ្ធភាពចំពោះខ្ញុំទេល្បិតតូចតាយប្រយ័ត្ន បង វង យុគស្រីនាងតាមខ្ញុំមក ហ៊ានប្រាល្បិចអាក្រក់បែបនេះតម្លៃមិនចំបង្ហាញសក្តានុពលប្រាកដគឺពួកអ្នកដែលធ្វើឡើងច្រើនដងប្រឈមនឹងដែនកំណត់របស់ខ្ញុំល្អហើយអូនអាចនិយាយពីស្លាប់បានហើយ អ្នកចោលកំបិតធ្វើអីណាត់ទេដៃទេជើងមិនអាចជីគូប្រជែងរបស់គាត់បាន គ្រប់គ្រាន់ហើយកុំធ្វើឲ្យគ្រូសាខ្ញុំឈឺចាប់ទៀតខ្ញុំនឹងទៅជាមួយពុកណាក់ យុគស្រីនាងអ្នកបានធ្វើជំរើសដ៏ឆ្លាតវៃ យុគស្រីនាងជឿខ្ញុំថ្ងៃនេះគាត់មិនអាចចាក់ចេញបានទេ ដោយសារតែយ៉ាងនេះបន្ទាប់មកឲ្យអ្នកមើលភាពខុសគ្នាពិតប្រាកដរវាងអ្នកនិងខ្ញុំមិនអាចបានភ្លើងមកភ្លើងមកអ្នកពិតជាបានធ្វើអ្វីហេតុអ្វីបានជាមន្តអាគមរបស់ខ្ញុំមិនដំណើរការ អ្នកគិតថាអ្នកចេះមិនអាគមខុសច្បាប់អាចខ្លាយជាម្ចាស់ពិភពអ្នកចម្បាប់មិនដឹងថាធាតុដើមដំបូងនៃធាតុទាំង5គឺបានផ្ទេរពីព្រះរាជាណាចក្រធំធាតុទាំង5កាត់ឡើងនិងបំផ្លាញគ្នាត្រូវគ្នានឹងអង្គធាតុទាំង5និងទាំង6កីឡាក៏ដូចនោះដែរមិនអាគមក៏ដូចនោះដែរអង្គធាតុទាំង5និងទាំង6របស់អ្នកត្រូវបានខូចខាតទាំងអស់ធាតុទាំង5រញ្ជួយគ្មានលទ្ធភាពឈ្នះទេ អង្គធាតុទាំង5ខូចខាតយ៉ាងណាពួកអ្នកដែលឆោតល្ងងនេះមិនដឹងសោះគន្លឹះក្នុងការគ្រប់គ្រងយិនយ៉ាងមិនមែនជារូបកាយទេប៉ុន្តែជាប្រលឹងយុគស្រីនាងកុំគិតថាការប្រកួតនេះពួកអ្នកឈ្នះមនុស្សរបស់យើងបានដាក់ភ្នែកទៅលើមណ្ឌលយុគយូរហើយបើខ្ញុំមិនអាចនាំអ្នកត្រឡប់មកវិញពួកគេនឹងចាប់ផ្ដើមធ្វើសកម្មភាព ហា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  មិនល្អគាត់នឹងទួខ្លួនឯង អ្នកគ្មានឱកាសនោះទេ ភាពខ្លាំងក្លានេះមង្គលបំផ្លាញទាំងអស់របស់សុខវិលយុទ្ធ ប៉ុន្តែគាត់មើលទៅដូចជាគ្មានរឿងអីកើតឡើង ទេគាត់បានស្លាប់ហើយ កម្លាំងដៃដែលតន់ភ្នំទាំងអស់ត្រូវបានខ្ទេចខ្ទីក្រំមេឃទាំងអស់អណាដែលអាចវាយកោះបំផ្លាញទាំងអស់គ្មានមនុស្សទី2ទេគាត់ពិតជាគឺ សុខវិរយុទ្ធ ជាសំណាងដែលបានបង្ខំអំណាចបើមិនដូច្នោះទេផ្ទះនឹងអស់ហើយទាំងវិជាក្បាច់កັບប្រហារទាំងវិជាហានអ្នកជំនួយអាក្រក់ជារឿងធំ គាត់ចេះអង្គបំផ្លាញទាំងអស់ដែរការចេះដឹងខាងវិជាក្បាច់កັບប្រហារមិនតែងតែលើពីខ្ញុំទេ លោកសុខតើលោកពិតជាមានសញ្ញាណអ្វី បងប្អូនគុំអាភ័យពួកព្រះរាជាណាចក្រធំចេះវិជាក្បាច់កັບប្រហារខ្ញុំគ្រាន់តែជាអ្នកលោកមីប៉ុណ្ណោះមានមនុស្សច្រើនជាងខ្ញុំទៅទៀត ពិតមែនណោះមង្គលនេះមានតែមង្គលបំផ្លាញទាំងដងមួយភាគនៃប្រសិទ្ធភាពមិនគួរជាកម្លាំងរបស់សុខវិលយុទ្ធទេ សុខវិរយុទ្ធតាអ្នកចេះវិជាក្បាច់កັບប្រហារមែនទេហើយខ្លាំងម្លេះទៀតផង អាហុយសុំទោស
และអ្នកយូមកហើយខ្ញុំមិនមែនចិត្តណែទេ អាណមិនចាំបាច់ពន្យល់ទេខ្ញុំជឿថាអ្នកមានការគិតរបស់អ្នកលើសពីនេះទៅទៀតតាំងពីដំបូងមកខ្ញុំក៏មានការលាក់កំបាំងដែរ យប់នេះពួកយើងនៅជាមួយអ្នកនៅទីនេះបង្កើតឲ្យមានភាពចលីចលខ្លាំងម្ល៉េះមិននាំឲ្យអ្នកមានបញ្ហាអ្វីទេមែនទេ បងស្រីបងកំពុងព្រួយបារម្ភពីខ្ញុំ ខ្ញុំមិនបានទេខ្ញុំគ្រាន់តែខ្លាចថានេះពេលខាងមុខអ្នកនឹងនាំឲ្យប្អូនស្រីខ្ញុំមានបញ្ហា រឿងពេលខាងមុខសូមកុំនិយាយពីវាពេលនេះពួកអ្នកសូមសម្រាប់ព្យាបាលរបួសនៅទីនេះសិនហើយលេងនៅក្រុងសមុទ្រនេះបានក៏មួយខែទៀតហើយខ្ញុំបានរាក់ទាក់ជីមចាប់តែយ៉ាងល្អ មិនបាច់ទេថ្ងៃស្អែកពួកយើងនឹងចាក់ចេញត្រឡប់ទៅព្រះរាជាណាចក្រការមុននេះចន្ទទីរាជក៏បាននិយាយដែរថានឹងដាក់រនដៃនៅមណ្ឌលយុគខ្ញុំព្រួយបារម្ភពីគ្រោះថ្នាក់របស់ទល់ពុក មែនហើយទោះជាគាត់និយាយពិតឬក៏ហោកខ្ញុំត្រូវតែត្រឡប់ទៅមើលម្ដងទៅចិត្តនឹងស្ងប់ បាទដូច្នោះចឹងខ្ញុំក៏ទៅជាមួយពួកអ្នកដែរមើលម្ដងកាន់ទ័ពព្រះរាជាណាចក្រការនិងសមាគមតិពលយានយ៉ាងពួកអាក្រក់បែបនេះនៅជិតគ្នាខ្ញុំមានអារម្មណ៍មិនល្អណាស់ Long support នាង ពួកអ្នកស្គាល់គ្នាទេ នេះគឺ Long support ជាសិស្សថ្មីរបស់លោកឪពុកខ្ញុំហើយក៏ជាមនុស្សពូកែជាងគេក្នុងចំណោមយុវជននៅមណ្ឌលយុគនាពេលបច្ចុប្បន្ននេះផងដែរ អ្នកនឹងគឺអ្នកលោកមីរ៉ាមែនទេលោកសុកវីរយុទ្ធពិតជាអ្នកគ្រូចង់ជួបណាស់ លោកឪពុកមាននិយាយពីមូលហេតុអ្វីទេ អ្នកគ្រូនិយាយតែមួយម៉ាត់មុនពេលចាក់ចេញនាងយុគស្រីនាងរៀបការហើយចាក់ចេញពីផ្ទះមកជាច្រើនឆ្នាំលើកនេះគាត់នឹងរៀបចំការប្រកួតប្រជែងក្បាច់គុនគ្រួសារចំនួន 8 នៅមណ្ឌលយុគទោះបីជាអ្នករៀបការមិនល្អក៏ត្រូវនាំមកផ្ទះឲ្យមើលដែរ ចៃដន្យខ្ញុំក៏មានគំនិតដូចគ្នាដែរចង់ត្រឡប់ទៅព្រះរាជាណាចក្រការវិញដូច្នេះខ្ញុំនឹងទៅជួបលោកពុកក្មេងកំណំ អាណមិនដឹងទេថាពុកខ្ញុំគាត់ជាមនុស្សចាស់រឹងត្អឹងដែលមើលងាយអ្នកដទៃការទៅកេតនេះអាណប្រកាសជាត្រូវគេធ្វើឲ្យលំបាក ទំនុកចិត្តក្នុងការជួបលោកឪពុកក្មេងខ្ញុំនៅតែមានដូច្នេះត្រូវស្ដាប់តាមការរៀបចំរបស់លោកលងសុភ័ក្រហើយ ស៊ុំអត់កូនប្រុសខ្ញុំស្លាប់នៅបរទេសសុទ្ធមិនអាចនាំត្រឡប់មកវិញបាន ឥឡូវនេះព្រះរាជាណាចក្រធំនិងព្រះរាជាណាចក្រការទំនាក់ទំនងធម្មតាទេចង់នាំសុបអ្នកធំត្រឡប់មកវិញត្រូវការបែបបទដ៏ស្មុគស្មាញបំផុត ល្អណាស់យុគស្រីនាងណាហ៊ានសម្រាប់កូនប្រុសខ្ញុំត្រូវការឲ្យគ្រួសារយុគក៏ទាំងមូលធ្វើជាការថ្វាយបង្គំដល់កូនប្រុសខ្ញុំ មិនហើយយុគស្រីនាងត្រឡប់វិញហើយអញ្ជើញគាត់ចូលមកឆា ស្គុំហើយពុកកូនខុសទោសចំពោះពុកទាំងអស់ចាក់ចេញពីផ្ទះជាច្រើនឆ្នាំមកហើយមិនដែលត្រឡប់មកជួបមើលឪពុកសោះ ឪពុកមិនអីទេបើសិនជាកូនមានសុខភាពល្អឪពុកក៏មិនបាច់ចង់វិផ្សេងទៀតដែរពួកអ្នកដឹកនាំគ្រួសារថ្ងៃនេះកូនស្រីទី2របស់ខ្ញុំយុគចយឈ្មោះយុគស្រីនាងទីបំផុតក៏បានត្រឡប់មកទៅវិញ សូមប្រសាទទូលោកដឹកនាំគ្រួសារយុគជេ ក
វិធាការពីមុនយុគស្រីនាងគឺដើម្បីគេចពីការរៀបការរបស់គ្រូសាព្រះទើបចាក់ចេញពីគ្រូសាយុគឥឡូវត្រឡប់មកវិញមិនមែនជាការប្រមាថមុខគ្រូសាព្រះទេ មិនគូឲ្យឆ្ងល់ទេកូនស្រីរបស់ប្រធានគ្រួសារយុគក៏ទោះបីជាការតុបតែងសាមញ្ញប៉ុន្តែគុណសម្បត្តិបែបនេះនៅក្នុងព្រះរាជាណាចក្រការបោយើងក៏កម្រដែរមិនដឹងថានាងទុកស្រីនាងមានការរៀបការហើយឬទេដោយពេញចិត្តតុងទេរៀបការជាមួយគ្រួសារប្រុសរបស់យើង សូមអរគុណចំពោះការលើកតម្កើងពីប្រធានគ្រូសាព្រះគ្រាន់តែយុគអូស្រីនាងបានចាក់ចេញពីផ្ទះរាប់ឆ្នាំមានការរៀបការហើយស្វាមីគឺជាជនជាតិព្រះរាជាណាចក្រធំ អញ្ចឹងហើយខ្ញុំបានធ្វើឲ្យមានការរំខានបន្តាមថាព្រះរាជាណាចក្រធំក៏មានការសិក្សា4វិជ្ជាការពារខ្លួនដែរអតីតមេដឹកនាំអាស៊ីខាងកើតក៏ជាជនជាតិព្រះរាជាណាចក្រធំដែរមិនដឹងថានាងទុកស្រីនាងបានរៀបការជាមួយវីរបរិស្នាដែរ នេះគឺជាស្វាមីរបស់ខ្ញុំសុកវីរយុទ្ធ គាត់ខ្ញុំត្រូវបានអញ្ជើញទៅកាន់ព្រះរាជាណាចក្រធំដើម្បីចូលរួមកិច្ចប្រជុំវីរបរិស្នាមិនដែលឃើញមនុស្សបែបនេះទេសូមសួរវីរបរិស្នាហាត់មុខវិជ្ជាកម្មវិធីអ្វី លោកព្រះសវណ្ណប្តីប្រពន្ធបងស្រីខ្ញុំ ប៉ុន្តែគ្រូសាមួយនៅព្រះរាជាណាចក្រធំ ជាម្ចាស់ហាងមីសាំងធម្មតាមិនមែនជាមនុស្សសំខាន់អ្វីទេ អ្នកលក់មីសាំងកុំយកខុសដូចជាកូនស្រីយុគស្រីនាងរបស់យើងក៏ជាកូនស្រីរបស់យុគជ័យដែរមិនត្រូវនិយាយថាជាមនុស្សដ៏ឆ្នើមទេក៏មិនគួររៀបការជាមួយអ្នកលក់មីសាំងម្នាក់នោះដែរ គ្រាន់តែប៉ុណ្ណោះគ្រូសាយុគក៏ជាគ្រូសាធំដែលមានអាយុកាលរាប់រយឆ្នាំរាប់បរិសម្នាក់ដែលមានប្រយោជន៍ធ្វើជាដេកចូលស្រីគឺជារឿងធម្មតាចេះធ្វើមហូបអាចបំរើកូនស្រីបានល្អក៏គ្រប់គ្រាន់ហើយ យុគស្រីនាងហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំថាអ្នកបានរៀបការជាមួយម្ចាស់ហាងមីសងអ្នក ឪពុករឿងនេះមិនមែនដូចអ្វីដែលអ្នកគិតទេ សូមអភ័យទោសដោយស្មោះកូនស្រីយុគស្រីនាងអ្នកលោកមីសងចិនជាតិព្រះរាជាណាចក្រធំនេះមិនសូវបានតម្លៃសម្រាប់អ្នកដូចលោកឡុងសុផាទេ ដូច្នេះសូមសួរលោកព្រះសវណ្ណមនុស្សបែបណាទើបសំនឹងព្រាយារបស់ខ្ញុំ ក៏ជាអ្នកដែលស្ទាត់ជំនាញខាងវិទ្យាការបូតក៏ដូចជាសម្ដេចសុកវីរយុទ្ធដែលមានទាំងលុយទាំងកំណាយបើមិនដូចនោះទេគ្រូសាយុគក៏យើងនឹងខ្មាស់ទៀតណាស់គ្រូសាធំទាំង8ក៏នឹងខ្មាស់ទៀតតាមដែរ លោកព្រះសវណ្ណសួរសំណួរនេះដោយត្រង់ណាស់តែចុះអ្វីពីរយ៉ាងដែលលោកត្រូវការខ្ញុំសិតតែត្រូវ សុកវីរយុទ្ធទេពកោសលខាងវិទ្យាការបូតរបស់អ្នកខ្ញុំទទួលស្គាល់ប៉ុន្តែចំណែកផ្នែកកំណាចទ្រព្យសម្បត្តិនៅក្នុងកន្លែងបែបនេះអ្នកស្ងៀមស្ងាត់ទៅវិញល្អជាង សូមសួរថាទេពកោសលខាងវិទ្យាការបូតរបស់លោកសុកបង្ហាញចេញនៅត្រង់ណាដែរ អអ្នកចំបាប់ក្នុងសមាគមអធិពលយើងយ៉ាងមិនមែនជាគូប្រជែងនឹងស្វាមីខ្ញុំទេ អ្នកស្រីយុគស្រីនាងខ្ញុំយល់នៅអ្វីដែលអ្នកស្រីកំពុងពាក្យស្បណ្ដោអាសិនសម្រាប់ស្វាមីប៉ុន្តែក៏មិនអាចនិយាយចេញមកដោយអគិតគូបានដែរអ្នកចំបាប់ក្នុងសមាគមអធិពលយើងយ៉ាងពួកគាត់មានអ្នកបោខ្លាំងណាស់ចាប់ពីលើមេឃទៅដល់ក្រោមទីស្វាមីអ្នកស្រីអាចឈ្នះពួកគាត់បាននេះមានហេតុផលអ្វីសោះ អ្វីដែលខ្ញុំនិយាយពិតប្រាកដទាំងអស់ បើអ្វីដែលអ្នកនិយាយពិតមែនសូមអញ្ជើញលោកសុកមកខាងមុខហើយចុចចំបាប់ជាមួយពួកយើង នេះជាពាក្យរបស់អ្នកឯងហើយនេះគឺជាពាក្យដែលអ្នកនិយាយយ៉ាង គ្រប់គ្រាន់ហើយនៅតែមិនខ្មាស់គេទេធ្វើក្រោយតែយុគស្រីនាងអ្នកទាំងអត់ដែលអង្គុយនៅទីនេះគឺជាមេដឹកនាំគ្រួសារខ្ញុំទាំងដល់អ្នកមិនត្រូវធ្វើខុសទំនៀមទម្លាប់ទេអ្នកនឹងដេញអ្នកធ្វើក្រោយតែសិនទៅរៀនសូត្រឲ្យបានច្បាស់ ឪពុកតើឪពុកក៏មិនជួយខ្ញុំដែរទេសុកវីរយុទ្ធកេតពិតជា ជាម្ចាស់ហាងលូមីប៉ុណ្ណោះហើយក៏ជាជាតិព្រះរាជាណាចក្រទៀតផងទោះបីចេះមួយចំណិតកម្លាំងកាយក៏មិនអាចធ្វើអ្វីធំដែរ ប៉ុន្តែខ្ញុំគ្រាន់តែត្រាំមិនបានទេពួកគេបានបំពេញលើអ្នកដំម្លេះ អ្នកនិយាយមួយពាន់ខ្លះក៏មិនស្មើនឹងការពួកគេឃើញដោយផ្នែកតម្ដងទេអ្នកកុំបារម្ភខ្ញុំនឹងបង្ហាញពួកគេឲ្យឃើញវិញ្ញាណយុទ្ធពលព្រះរាជាណាចក្រធំមិនទាន់ស្លាប់ទេហើយអ្នកក៏មិនបានរៀបការខូចដែរ អូលោកស្រីទាំងក៏ខ្ញុំគិតថាអ្នកទាំងអស់គ្នាបានដឹងហើយថាហេតុអ្វីបានជាយើងប្រមូលផ្ដុំគ្នានៅថ្ងៃនេះ
បច្ចុប្បន្ននេះសមាគមតយិនយ៉ាងបានត្រឡប់មកវិញនឹងធ្វើការសកម្មយ៉ាងជិតស្និទ្ធជាមួយអង្គអ្នកចំបាប់គ្រូសាយើងភាគច្រើនត្រូវបានសមាគមតយិនយ៉ាងតាក់ទាញយកដែរប្រសិនបើយើងមិនរីរាំងគ្រូសាយុទ្ធពិតជានឹងធ្លាក់ចុះអូឡូនេះយើងត្រូវជ្រើអ្នកដឹកនាំដើម្បីនាំយើងអភិវឌ្ឍយុទ្ធពលរៀបរៀងការអភិវឌ្ឍសមាគមយិនយ៉ាង ប៉ុន្តែសមាជិកសមាគមធិពលយិនយ៉ាងគ្រប់គ្នាសុទ្ធតែមានសមត្ថភាពពិសេសយល់ថាអ្នកដែលត្រូវគេសម្លឹងមើលបើប៉ះបោរទេគ្រួសារទាំងមូលនឹងត្រូវពាក់ព័ន្ធបូករួមទាំងមានកំភ្លើងធំយោធាជួយយើងជាអ្នកចំបាប់ប្រពៃណីយ៉ាងម៉េចទប់ទល់បាន ទោះបីមិនអាចទទួលបានក៏ត្រូវតបយើងទាំង8គ្រួសារtom មានវិជាចំបាប់រាប់រយឆ្នាំពួកអ្នកទាំងអស់គ្នាអាចមើលឃើញវិជាចំបាប់ត្រូវខូចខាតនៅលើដបយើងចំនួននេះទេ ពុតមែនដើម្បីគ្រូសាយើងត្រូវតែសាងដើម្បីគ្រួសារដើម្បីវិជាចំបាប់ បច្ចុប្បន្ននេះទាំងព្រះរាជាណាចក្រធំឬក៏ព្រះរាជាណាចក្រការវិជាចំបាប់ប្រពៃណីសុទ្ធតែធ្លាក់ចុះហើយឪពុកអ្នកអាចធ្វើដើម្បីរឿងនេះដល់កម្រិតបែបនេះមិនងាយទេ ឪពុកខ្ញុំពេលរស់នៅរបស់គាត់បានប្រកាន់ខ្ជាប់នៅគោលបំណងអ្នកចំបាប់ជាមនុស្សដែលស្មោះត្រង់ច្បាស់លាស់គាត់ធ្លាប់និយាយថាវិជាចំបាប់ព្រះរាជាណាចក្រការបានបន្តពីព្រះរាជាណាចក្រធំឃើញវិជាចំបាប់ព្រះរាជាណាចក្រធំធ្លាក់ចុះចិត្តគាត់ក៏មិនសប្បាយដែរត្រូវតែធ្វើជាគំរូដើម្បីអភិវឌ្ឍវិជាចំបាប់ប្រពៃណី អ្នកដែលមានគំនិតបែបនេះពិតជាកម្រណាស់មិនអាចធ្វើឲ្យមនុស្សបែបនេះខកចិត្តបានទេ ការប្រជុំលើកនេះក្រៅពីអ្នកដែលមិនបានចូលរួមគ្រូសាររហូតមកដល់ពេលនេះនៅសល់មានត្រឹមតែ3គ្រូសារប៉ុណ្ណោះដែលកំពុងប្រកួតសូមអញ្ជើញអ្នកដែលនៅលើកំពូលឡើងមក ការប្រកួតនៅដំណាក់កាលចុងក្រោយមានភាពសាមញ្ញណាស់គឺត្រូវឲ្យគ្រូសានីមួយត្រឡប់គ្នាឡើងទៅប្រកួតជាមួយអ្នកដែលនៅលើកំពូលរហូតដល់មានអ្នកដែលនៅលើកំពូលចុងក្រោយត្រូវបានកំណត់នោះនឹងការដឹកនាំគ្រូសាទាំង8តែអ្នកណានឹងហ៊ានទូលើការប្រកួត ខ្ញុំសុខចិត្តយកភារកិច្ចដំបូងខ្ញុំមិនសម្លាប់អ្នកដែលគ្មានឈ្មោះទេសូមលោកដកសំលីកបំពាក់ចេញហើយប្រាប់ឈ្មោះមក អ្នកមិនសក្តិសមនឹងដឹងឈ្មោះខ្ញុំទេ ខ្ញុំបានឃើញលោកប្រាកំបិតមកហើយខ្ញុំជាអ្នកប្រាកំបិតសូមលោកយកកំបិតចុះវាយ អ្នកក៏មិនសក្តិសមនឹងឲ្យខ្ញុំប្រាកំបិតដែរ មកតំណាស់ខ្ញុំចង់មើលថាអ្នកមានសមត្ថភាពប៉ុណ្ណាទៅ គ្រូសាព្រះល្បីខាងកំបិតអអ្នកមកពីណាម្នាក់នេះមកទេការប្រកួតជុំនេះប្រកាសជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រះសវណ្ណគ្មានថ្នាក់ឈ្នះអ្នកខ្លាំងពូកែទេប្រានបំផុតមួយជុំនឹងចាញ់ហើយ ឯងគ្រាន់តែជាអ្នកលោកមីមានសិទ្ធិអីវាយតម្លៃចាស់ទុំ ពួកឯងមើលចុះ អីគេ អីគេនឹង មនុស្សនេះគ្រាន់តែប្រើការវាយតែមួយក្បាលក៏អាចឈ្នះព្រះសវណ្ណបានហើយសមត្ថភាពរបស់គាត់ប្រហែលជាស្មើនឹងមេដឹកនាំទាំង8គ្រូសាធំគាត់ជានរណាទៅ ខ្សោយមិនគួរអត់ស្ដីសម្រាប់បែបនេះមិនសក្តិសមនឹងស៊ូជាមួយខ្ញុំទេ លោកណាក់ការប្រកួតគ្នាគឺដើម្បីផ្លាស់ប្ដូរប័ណ្ណពិសោធន៍ហេតុអ្វីត្រូវធ្វើឲ្យគេរបួស សម្រាប់មិនសក្តិសមនឹងវិនិច្ឆ័យពីរបៀបធ្វើការរបស់ខ្ញុំទេ វត្តបន្ទាប់ខ្ញុំចង់ប្រកួតជាមួយគ្រូសាយុគរបស់ណា គួរឲ្យចាប់អារម្មណ៍ គ្រូឲ្យខ្ញុំទៅ ខ្ញុំគិតថាពួកអ្នកមានការយល់ច្រឡំចំពោះពាក្យរបស់ខ្ញុំមិនមែនមកដើម្បីប្រកួតជាមួយសមាជិកគ្រូសាយុគរបស់ណាទេខ្ញុំចង់ឲ្យពួកអ្នកសមាជិកគ្រូសាយុគទាំងកឡើងមកជាមួយគ្នា ប្រឈមមុខនឹងសមាជិកគ្រូសាយុគទាំងមូលគេធ្វើដូច្នេះគឺដើម្បីយកកេរ្តិ៍ឈ្មោះគ្រូសាយុគមកជន់ឲ្យខ្ទេចមែនទេពួកគេបានទៅប៉ះពាល់អ្នកណាទៅ អ្នកនេះមានសមត្ថភាពពិតជាមិនធម្មតាទេបើមិនទូច្បាស់
គ្រូសាយុគនឹងបាត់មុខបាត់មាត់ទាំងស្រុងបើទូលច្បាស់ក្រែងឆ្ងាយពីមានឱកាសឈ្នះ ការប្រកួតថ្នាក់លើកនេះគឺគ្រាន់តែដើម្បីផ្លាស់ប្ដូរពីសូត្រប៉ុណ្ណោះខ្ញុំជាមេគ្រូសាយុគកើអ្នកមានការយល់ច្រឡំមកចំពោះគ្រូសាយើងខ្ញុំសូមលើកឡើងយើងខ្ញុំនឹងដោះស្រាយវាមិនចាំបាច់ត្រូវធ្វើឲ្យរឿងនោះទេយល់ច្រឡំ ខ្ញុំនឹងពួកអ្នកគ្រូសាយុគគ្មានការយល់ច្រឡំអ្វីទេមានតែគ្រប់ឈាមដ៏ជ្រាលជ្រៅប៉ុណ្ណោះ មានហើយច័ន្ទសវណ្ណឯងមកនៅទីនេះធ្វើអីអ្នកគឺច័ន្ទសវណ្ណហេតុអ្វីបានជាអ្នកនៅទីនេះ ហេតុអ្វីខ្ញុំមិនអាចមកបានកូនស្រីអ្នកសម្លាប់កូនប្រុសខ្ញុំការពិតនេះបើមិនរំស្នងព្រះអាទិត្យមិនអនុញ្ញាតទេ ជាក់ស្ដែងច័ន្ទពិសិដ្ឋនាំមនុស្សស្មោកចង់សម្លាប់ខ្ញុំការពារខ្លួនឯងមានអ្វីខុស ច័ន្ទសវណ្ណអញ្ចឹងគីណាស់ជាអ្នកនឹងហើយក ីឡាករត្រូវតែទទួលយកការចាញ់ជីវិតនិងសេចក្តីស្លាប់គឺជាការកំណត់ អ្នកធ្វើដូចម៉េះកំប្លាញ់គេឈ្មោះគ្រូសាធំទាំង8របស់យើង ចេញទៅពួកកម្មប្រកលយុគស្រេះនាងមកបើមិនដូច្នេះទេខ្ញុំនឹងធ្វើឲ្យគ្រូសាយុគអូនណាស្លាប់ដោយគ្មានកន្លែងដុតសុខ ចង់ឲ្យខ្ញុំប្រកល់ស្រីនេះសុបិន ឪពុកខ្ញុំមកជួយអ្នកហើយ ហាទុនខ្សោយណាស់ ឪពុកបងប្រុស វានំពៀនលើក្មេងច័ន្ទសវណ្ណអ្នកមិនដឹងខ្មាស់អ៊ីនទេអា ឪពុក ចាស់ហើយឥឡូវខ្ញុំលែងជីកខ្ញុំពីមុនទៀតហើយពួកអ្នកច្បាស់ជាស្លាប់យុគស្រីនាងខ្ញុំមើលលើនេះនៅណានៅអាចការពារអ្នកបានទៀត យុគស្រីនាង ចំសម្រាប់នាងត្រូវឆ្លងកាត់ខ្ញុំសិនចំសម្រាប់នាងត្រូវឆ្លងកាត់ខ្ញុំសិន ឯងជាអ្នកលោកមីសុទ្ធតែមកលេងអចារ្យយកតែស្ងៀមទៅ ពួកយើងទាំង10គ្នាក៏យុទ្ធមិនបានដែរអញជាកូនប្រសាសេតប្រយោជន៍ហ៊ានមកប្រកួតទៀត ចំសម្រាប់ពួកគេឯងមិនទាន់សួរដល់ខ្ញុំទេ ហាគ្រូសាយុគពិតជាឈ្គួតហើយបញ្ជូនតែអ្នកលោកមីម្នាក់មកយុទ្ធជាមួយខ្ញុំហា ឯងអ្នកលោកមីសុទ្ធតែរបស់លំរបស់ព្រះរាជាណាចក្រធំគ្មានផ្លូវឈ្នះគេទេរត់ទៅឆ្ងាយទៅទីនេះមានពួកយើង នៅតែក្មេងពេកស្លាប់យ៉ាងម៉េចក៏មិនដឹងផង មកស្លាប់ឯងនិយាយពីខ្ញុំ អញអ្នកលោកមីសុទ្ធតែមិនសក្តិសមនឹងស្លាប់នៅកណ្ដាប់ដៃខ្ញុំទេរត់ចេញទៅ ប្រហែលជាច័ន្ទសវណ្ណបែងស្លាប់ក្រោមដល់ខ្ញុំគឺជាសេរីរុងរឿងរបស់ឯងហើយភ្លេចប្រាប់ឯងកូនប្រុសឯងគឺខ្ញុំសម្លាប់ អត់ ប្រហែលជាច័ន្ទសវណ្ណអ្នកអាចស្លាប់នៅក្រោមដល់ខ្ញុំគឺជាសេរីរុងរឿងរបស់អ្នកហើយខ្ញុំភ្លេចប្រាប់អ្នកទៀតកូនប្រុសអ្នកខ្ញុំធ្វើឲ្យស្លាប់ អ្វី វាធ្វើឲ្យប៊ូសប្រពន្ធខ្ញុំគួរស្លាប់ អញ្ចឹងហើយជាណាប់ស្លាប់ទៅអា នេះហើយជា hypnosis ដែលអ្នកប្រា ប្រជុំមុខនឹងគូប្រជែងហើយមានភាពធ្វេសប្រហែសសម្លេងនេះពិតជាល្ងងខ្លៅណាស់ខ្ញុំឃើញថាក្នុងមួយវគ្គគាត់នឹងចាញ់គាត់ឈ្នះហើយ អ្វី
ហេมันก็ดอเนื้อมีนจำนวนคลาปนตายมีนแต่ปนนังเตไงนี้ขยมนังประชิมนะตามใบบูจีดอกงขยมแต่สตัดเนลเมก เท่าเองกูคลางจิงกำบดกันไล่หน้าได้วีบานบอสขมิ้นโซสไปกับไว้เตียงก็กอดมีนครวดแม่ ยุคสไรเนียงเป็นจีอสุกวิรายุทธระลับมาวิ่งเพลียม กอดกำปงทัวร์ไว้ตากอดบานโบบงหอย ទេសុកវីរយុទ្ធមិនមែនចង់ចុះចាំងទេគាត់ចង់ប្រើអ្វីដែលគូប្រជែងខ្លាំងដើម្បីឈ្នះគាត់ เท่าเองดมเรืออ้อยนาฮัดปราณจับปรานปีกเมรเพียบกอดพร้อมเมกบาน គាត់មិនមែនជាមនុស្សព្រះរាជាណាចក្រធំទេហេតុអ្វីអាវុធព្រះរាជាណាចក្រការរបស់យើងត្រូវបានគាត់ប្រើប្រាស់ដោយស្រួលមិននេះ ណែស្រួលប្រែទី เรื่องเนทัวร์ไม่กัด អ្នកនៅតែចង់ប្រើអ្វីទៀតខ្ញុំនឹងនៅជាមួយអ្នករាល់យ៉ាង อูดคลุน การาด ហេតុអ្វីបានទីចេះការ៉ាតេស្ទាត់ជំនាញការ៉ាតេបែបនេះ គាត់ជានរណាមែនតើ ក្នុងការចងចាំរបស់ខ្ញុំនឹងអ៊ីវ៉ាត់នេះអាចមើលតែគួរណោក៏អាចធ្វើឲ្យគ្រូប្ររីជីណាចរធំស្ទាត់ជំនាញដោយជំនឿប្ររីជីណាចរធំប្រហែលជាមានតែមួយគត់ តែ ស្លាប់ដៃ ดับชนามัน ខ្ញុំបានប្រើគ្រូព្រះរាជាណាចក្រធំកំទេចអាស៊ីខាងកើត10ឆ្នាំក្រោយអ្នកនៅតែមិនមែនជាគឺប្រជែងនឹងគ្រូព្រះរាជាណាចក្រធំ មកោបំផ្លាញទាំងកោគាត់គឺ សុកវីរយុទ្ធ